ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះអោសម្រាប់ថ្ងៃនេះខ្ញុំមកបង្ហាញលោកគ្រូអំពីការ install នៅ Ubuntu server អញ្ចឹងដើម្បីធ្វើការ install នៅ Ubuntu server បានជាដំបូងយើងត្រូវតែមាននៅកម្មវិធីមួយដែលមានឈ្មោះថា VirtualBox សម្រាប់ធ្វើការដំឡើង install នៅ image ISO របស់ Ubuntu server អញ្ចឹងយើងគ្រាន់តែធ្វើការទាញយកនៅកម្មវិធីហ្នឹងដោយគ្រាន់តែចូលមក browser របស់យើងហើយយើងចូល search នៅក្នុង website របស់ VirtualBox ហើយយើងចុច click លើ website នេះមកហើយវានឹងនាំយើងមកកន្លែង download នៅកម្មវិធីនេះដែលមានច្រើនជម្រើសសម្រាប់យើង download អញ្ចឹងសម្រាប់ខ្ញុំប្រើ Windows ខ្ញុំជ្រើសនៅ Windows ហើយដល់ពេលដែលយើងចុចកន្លែង Windows នេះមកវានឹងធ្វើការ download ឲ្យយើងប៉ុន្តែដោយសារតែខ្ញុំបាន download ហើយខ្ញុំទុកនៅ driver នេះគឺនេះអញ្ចឹងខ្ញុំមិនបាច់ download ទៀតទេហើយទី2យើងត្រូវតែមាននៅ image ISO របស់ Ubuntu server ដែលយើងធ្វើការ download នៅក្នុង website ដូចគ្នាដែលគ្រាន់ចូល browser ហើយ search ថា ubuntu.com ជ្រើសពាក្យថា server ហើយវានឹងចេញកន្លែង download image ISO របស់វាឲ្យយើង down អញ្ចឹងយើង click កន្លែងហ្នឹងទៅវានឹង down ឲ្យយើងហើយកន្លែងនេះគឺខ្ញុំបាន down ហើយដូចគ្នាអញ្ចឹងខ្ញុំមិនបាច់ down ទៀតទេអញ្ចឹងជំហានបន្ទាប់យើងធ្វើការដំឡើងនៅកម្មវិធី VirtualBox ជាមុនសិនដើម្បីយើងងាយស្រួលក្នុងការដំឡើងនៅ Ubuntu server តាមក្រោយអញ្ចឹងខ្ញុំធ្វើការដំឡើងនៅកម្មវិធី VirtualBox ចឹងកន្លែងនេះវាលោតផ្ទះបែបនេះដើម្បីយើងធ្វើការចុច install វាចុច next មកកន្លែងនេះយើងចុច accept ចុច next ទៀតចុច next ចុច yes ហើយកន្លែងនេះយើងមិនបាច់ដក tick ដល់ទេយើងយកតាមវានឹងទៅហើយយើងចុច next កន្លែងចុច install ហើយរងចាំបន្តិចវាធ្វើការ install នៅកម្មវិធី VirtualBox ឲ្យយើងអញ្ចឹងដល់ពេលដែលយើង install ជ័យវាលោតពាក្យថា finish អញ្ចឹងយើងចុច finish មកវានឹងធ្វើការបើកនៅកម្មវិធីនឹងតែម្ដងអញ្ចឹងរងចាំវាបន្តិចអញ្ចឹងនេះកម្មវិធីនេះបានលោតមកហើយអញ្ចឹងនៅពេលដែលយើងធ្វើការចង់ដំឡើងម៉ាស៊ីនមួយសម្រាប់ធ្វើការ install នៅ Ubuntu server យើងគ្រាន់តែចុចនៅកន្លែងពាក្យថា create new virtual machine VM អញ្ចឹងយើងចុចកន្លែងហ្នឹងមកដើម្បីធ្វើការដំឡើងនៅ Ubuntu server អញ្ចឹងកន្លែងនេះវាទាមទារយើងដាក់ឈ្មោះម៉ាស៊ីនរបស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះថាUbuntu _server ហើយកន្លែងសម្រាប់ខ្ញុំរើសទីតាំងដាក់គឺខ្ញុំបានបង្កើត folder មួយសម្រាប់ដាក់រួចហើយគឺដាក់នៅក្នុង driver ដែលមាន folder ឈ្មោះថា Linux អញ្ចឹងជាបន្ទាប់មកកន្លែង OS នេះយើងជ្រើសរើសយក Linux ហ្នឹងហើយខាងក្រោមយើងជ្រើសយក Ubuntu នេះអញ្ចឹងបន្ទាប់មកយើងធ្វើការចុច next ហើយកន្លែងនេះគឺយើងកំណត់នៅ RAM សម្រាប់ម៉ាស៊ីនរបស់យើងអញ្ចឹងខ្ញុំសូមធ្វើការយកនៅ 4G ចំពោះ CPU សូមធ្វើការយក 2ហើយចំពោះ memory វិញសូមធ្វើការយក 50G តោះមកយើងធ្វើការចុច next ហើយចុច finish នេះយើងនឹងបានម៉ាស៊ីនមួយមកហើយគឺ Ubuntu server របស់យើងអញ្ចឹងយើងធ្វើការចុច start វាតែម្ដងទៅដើម្បីធ្វើការដំឡើងវាជាបន្តទៀតវាកំពុងដំណើរការបើកម៉ាស៊ីនហើយអញ្ចឹងកន្លែងនេះវាទាមទារយើងដាក់នៅ file Ubuntu ISO ដែលយើងបាន download ហ្នឹងអញ្ចឹងយើងធ្វើការbrowse ទៅ file ហ្នឹងតែម្ដងទៅហើយខ្ញុំបានដាក់ file ហ្នឹងនៅក្នុង driver ដែលបាន download រួចមកហើយនេះគឺ file នេះអញ្ចឹងយើងធ្វើការ open មកយើងធ្វើការចុចនៅ retrieve boot អញ្ចឹងវាធ្វើការដំណើរការម៉ាស៊ីនរបស់យើងហើយអញ្ចឹងមកដល់កន្លែងនេះខ្ញុំសូមជ្រើសរើសយកលើគេគឺជ្រើសរើសនៅ all install Ubuntu server អញ្ចឹងធ្វើការ enter មកនៅវាធ្វើការ enter នៅ install នៅ Ubuntu server យើងហើយរងចាំវាបន្តិច
ចឹងនៅពេលដែលវា install ហើយវាទីមទីយើងជ្រើសរើសនៅភាសាចឹងខ្ញុំមិនបាច់ដូរភាសាទេខ្ញុំសូមយកភាសាអង់គ្លេសតែម្ដងហើយកន្លែង layout ចំពោះwell init ជាមួយអង់គ្លេសនេះគឺខ្ញុំមិនបាច់ដូរទេខ្ញុំសូមជ្រើសរើសយកប៊ូតុងតែម្ដងកន្លែងនេះយើងយកពាក្យលើគេគឺ tick លើប៊ូតុងលើគេគឺ Ubuntu server ហ្នឹងហើយយើងជ្រើសរើសពាក្យថា done តោះមកកន្លែងយើង done ទៀតហើយកន្លែង proxy address នេះគឺយើងមិនទាន់ត្រូវការដាក់អីទេយើងធ្វើការចុចប៊ូតុង done ជាបន្តទៀតហើយរងចាំឲ្យវាធ្វើការ test ចឹងមកដល់កន្លែងនេះយើងធ្វើការជ្រើសរើសនៅពាក្យ done ជាបន្តទៀតចុច enter ហើយយើងធ្វើការចូលមកដល់កន្លែងនេះយើងធ្វើការដោះ tick នៅពាក្យថា setup this as an LVM group គឺយើងធ្វើការដោះ tick កន្លែងហ្នឹងចេញហើយយើងជ្រើសពាក្យថា done កន្លែងនេះយើងធ្វើការ done ទៀតមកហើយយើងធ្វើការចុច continue កន្លែងនេះវាទាមទារយើងដាក់ username ហើយ server user អញ្ចឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំតែម្ដងទៅកន្លែងនេះគឺឈ្មោះរបស់ខ្ញុំហើយខាងក្រោមនេះក៏ដាក់ឈ្មោះរបស់ខ្ញុំដែរស្រួលចំណាំកុំឲ្យភ្លេចក្រោមនេះក៏ដូចគ្នាpassword ចំពោះ password នេះអ្នកទាំងអស់គ្នាដាក់តាមតម្រូវការរបស់អ្នកទាំងអស់គ្នាចំពោះខ្ញុំគឺខ្ញុំដាក់ password របស់ខ្ញុំហើយគឺអញ្ចឹងយើងធ្វើការជ្រើសរើសនៅប៊ូតុង done ជាបន្តទៀតមកហើយយើងធ្វើការ skip from now ចុច continue ហើយកន្លែងនេះយើងធ្វើការ tick នៅ clone ដែលមានពាក្យថា install open sh server អញ្ចឹងធ្វើការគ្លីកមួយមកហើយយើងធ្វើការចុចនៅពាក្យ done ហើយ enter ហើយកន្លែងនេះដែរយើងធ្វើការជ្រើសរើសនៅពាក្យថា done យកតែម្ដងមិនមានជ្រើសរើសអ្វីទេហើយយើងធ្វើការចុច enter រួចចាំបន្តិចវានឹងធ្វើការ download ឲ្យយើងចឹងកន្លែងនេះវាកំពុងធ្វើការ install ឲ្យយើងចឹងយើងធ្វើការរងចាំវាបន្តិចវា install រៀងយូរដែរកន្លែងនេះវាធ្វើការ install រៀងយូរបន្តិចចឹងកាលនៅពេលដែលវា install ចប់វានឹង load ពាក្យ reboot នៅខាងក្រោមហ្នឹងហើយអញ្ចឹងធ្វើការ install បន្ថែមទៀតរងចាំវាបន្តិចទៀតចឹងនៅពេលដែលវា install រួចហើយវានឹង load ពាក្យថា reboot now ចឹងយើងគ្រាន់តែធ្វើការ arrow key ទៅពាក្យហ្នឹងហើយចុច key enter មកហើយមកដល់កន្លែងនេះយើងគ្រាន់តែមិនបាច់ធ្វើទេគ្រាន់តែចុច key enter មកហើយវានឹង load ចូលម៉ាស៊ីនដែលយើងបានធ្វើការ install តែម្ដងនេះវាកំពុងតែធ្វើការ install នៅ Ubuntu server ហើយចឹងកន្លែងនេះវាទាមទារយើងធ្វើការ login នៅ username ដែលយើងបានបង្កើតមុននេះចឹង username ខ្ញុំបានបង្កើតដាក់ឈ្មោះថាសម្រាប់ចឹងធ្វើការ enter មកហើយវាយ password របស់យើងenter ទៀតហើយដល់ពេលដែលចូលមកដល់កន្លែងនេះអ្នកទាំងអស់គ្នាត្រូវវាយ comment មួយតាមខ្ញុំcomment មួយគឺយើងវាយថា sudo touch /ect
etc ច្រឡំ backslash មួយទៀត cloud ud backslash មួយទៀត cloud init disable យើងធ្វើការ enter មកហើយវាទាមទារយើងធ្វើការបញ្ចូលនៅ password របស់យើងធ្វើការ enter បន្ទាប់មកយើងវាយនៅ comment មួយទៀតដែលមានឈ្មោះថា cat backslash etc backslash cloud backslash cloud មួយទៀត .init disable ហើយចុច enter ឈប់កន្លែងនេះមិនវា error ចឹងកន្លែងនេះយើងវាយ comment មួយទៀតមកគឺ sudo apt update ហើយយើងធ្វើការ enter នៅវាធ្វើការ update ឲ្យយើងអញ្ចឹងបន្ទាប់ពីវាយ comment sudo apt update ហើយយើងវាយ comment មួយទៀតដែលមានឈ្មោះថា sudo upgrade.y sudo apt upgrade.y ហើយធ្វើការ enter នោះរងចាំវាបន្តិចវាធ្វើការ install នៅ Ubuntu server យើងអញ្ចឹងការ install របស់ខ្ញុំគឺចប់ត្រឹមតែប៉ុណ្នេះគឺយើងបាន install នៅ Ubuntu server ហើយអញ្ចឹងខ្ញុំសូមអរគុណលោកគ្រូដល់អ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះ